ជំរាបសួរបងប្អូនពូមីងជនជាតិខ្មែរទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងរៀបរាប់អំពីអត្ថប្រយោជន៍នៃការបរិភោគផ្លែប៉ោមថាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពយ៉ាងណាខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ជួយបង្កើនសុខភាពបេះដូងផ្លែប៉ោមមានជាតិសរសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្ថយកូលេស្តេរ៉ុលអាក្រក់និងការពារបេះដូងជួយការរំលាយអាហារមានជាតិសរសៃខ្ពស់ fiber ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អនិងបង្ការអាការៈមូសរៈជួយគ្រប់គ្រងទម្ងន់ផ្លែប៉ោមមានកាឡូរីទាបប៉ុន្តែធ្វើឲ្យឆ្អែតយូរដូច្នេះល្អសម្រាប់អ្នកចង់បន្ថយទម្ងន់បង្កើនប្រព័ន្ធភាពស៊ាំមានវីតាមីន K និងសារធាតុចិញ្ចឹមផ្សេងដែលជួយការពាររាងកាយពីជំងឺផ្សេងល្អសម្រាប់ខួរក្បាលសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែប៉ោមអាចជួយការពារខួរក្បាលពីការខូចខាតនិងជួយបង្កើនការចងចាំជួយគ្រប់គ្រងជាតិស្ករក្នុងឈាមការញ៉ាំផ្លែប៉ោមអាចជួយបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមសរុបផ្លែប៉ោមមិនត្រឹមតែឆ្ងាញ់ទេប៉ុន្តែថែមទាំងល្អសម្រាប់សុខភាពទូទៅផងដែរការញ៉ាំជាប្រចាំអាចជួយឲ្យរាងកាយរឹងមាំនិងមានសុខភាពល្អផ្លែប៉ោមជាផ្លែឈើដែលមានអត្ថប្រយោជន៍ខ្ពស់និងអាចជួយការពារជំងឺផ្សេងបានផងដែរខាងក្រោមនេះជាចំណុចសំខាន់ការពារជំងឺបេះដូងសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសរសៃក្នុងផ្លែប៉ោមជួយបន្ថយកូលេស្តេរ៉ុលអាក្រក់និងការរលាកក្នុងសរសៃឈាមបន្ថយហានិភ័យជំងឺទឹកនោមផ្អែមផ្លែប៉ោមជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនិងបង្កើនប្រតិកម្មអាំងស៊ុយលីនការពារជំងឺមហារីកខ្លះសារធាតុ flavonoids និង polyphenols អាចជួយទប់ស្កាត់ការលូតលាស់កោសិកម្មហារីកដូចជាមហារីកពោះវៀននិងសួតជួយការពារជំងឺរំលាយអាហារជាតិសរសៃជួយការពារការកើតអាការៈមូសនិងជំងឺពោះវៀនការពារជំងឺខួរក្បាលចាស់ជរាការញ៉ាំផ្លែប៉ោមអាចជួយបន្ថយហានិភ័យនៃជំងឺខួរក្បាលដូចជា Alzheimer ដោយការពារកោសិកាខួរក្បាលពីការខូចខាតបង្កើនប្រព័ន្ធភាពស៊ាំនិងការពារជំងឺឆ្លងវីតាមីន K និងសារធាតុចិញ្ចឹមផ្សេងជួយឲ្យរាងកាយប្រឆាំងមេរោគបានល្អសរុបការញ៉ាំផ្លែប៉ោមជាប្រចាំអាចជួយការពារជំងឺជាច្រើននិងរក្សាសុខភាពរឹងមាំ